ចាអញ្ចឹងនៅពេលដែលយើងគ្មាននៅពេលដែលតែគ្មានភាពជឿជាក់តើនឹងអាចមានផលប៉ះពាល់អវិជ្ជមានអ្វីខ្លះដែលកើតឡើងអញ្ចឹងនៅពេលដែលយើងអាចបានធ្វើតេស្តដោយគ្មានភាពជឿជាក់ហ្នឹងនៅពេលដែលយើងធ្វើតេស្តទៅសិស្សដែលគាត់មករៀនរាល់ថ្ងៃដោយយកចិត្តទុកដាក់ក្នុងការរៀននិងការស្រាវជ្រាវហ្នឹងគាត់មិនទទួលបានពិន្ទុខ្ពស់ដោយសិស្សដែលមិនបានត្រៀមខ្លួននោះធ្វើឲ្យតេស្តហ្នឹងវាលក្ខណៈថាវាអត់មានភាពជឿជាក់ព្រោះអីតេស្តហ្នឹងវាអត់មានតកតងជាមួយនឹងមេរៀនដែលគាត់បានរៀនទេទី4សុពលភាពហ្នឹងគឺជាទំនាក់ទំនងរវាងសុពលភាពនិងភាពជឿជាក់អញ្ចឹងសុពលភាពគឺជាលក្ខណៈវិនិច្ឆ័យទី1នៃការវិតម្លៃហើយទី2តេស្តមានសុពលភាពបើសិនបើអាចបោះវែងពីអ្វីដែលបានរំពឹងទុកទី3តេស្តដែលមានសុពលភាពវាក៏មានភាពជឿជាក់ផងដែរទី4ការតេស្តដែលមានសុពលភាពនិងភាពជឿជាក់ព្រោះវាវាស់នៅអ្វីដែលសិស្សបានរៀននៅសាលារៀនអញ្ចឹងទោះជាយ៉ាងណាក៏ដោយតេស្តដែលមានភាពជឿជាក់គឺមិនមែនសុទ្ធតែមានសុពលភាពទាំងអស់ទេចេះសុពលភាពនៃការតេស្តគឺអាស្រ័យទៅលើការប្រឡងនិងឆ្លើយសំណួរដោយឆ្លើយតបទៅនឹងវត្ថុបំណងនៃមេរៀនដែលបានបង្រៀននិងសិស្សហើយដែលសិស្សបានធ្វើការវាយតម្លៃដូច្នេះយើងគួរតែពិចារណាទំនាក់ទំនងទៅលើវត្ថុ3ដូចជាវត្ថុបំណងការវាយតម្លៃនិងការបង្រៀនចឹងការវាយតម្លៃគួរតែស៊ីគ្នាជាមួយនឹងវត្ថុបំណងការបង្រៀនព្រោះនោះវាជាអ្វីដែលជាការវិតម្លៃដែលសន្មតថាអាចវាស់វែងបានការវាស់វែងពីសុពលភាពនៃការធ្វើតេស្តគឺជាកម្រិតសំណួរតេស្តស៊ីគ្នាទៅនឹងវត្ថុបំណងនៃមេរៀនអញ្ចឹងលក្ខណៈវិឆ័យនៃសុពលភាពគឺជាគឺមានខ្លឹមសារនៃវត្ថុបំណងសំណួរតេស្តទាំងអស់ត្រូវនឹងសកម្មភាពលក្ខខណ្ឌនិងលក្ខណៈវិនិច្ឆ័យដែលបានគ្រោងទុកចំនួនសំណួរតេស្តក្នុងវត្ថុបំណងនៃមេរៀនទី1ត្រូវនឹងសារៈសំខាន់គោលបំណងរបស់មេរៀននោះទី5សក្តិភាពគឺមានតម្លាភាពគឺជាតំណែងយ៉ាងច្បាស់លាស់អំពីអ្វីដែលយើងបានធ្វើតេស្តនិងរបៀបដាក់ពិន្ទុដើម្បីធានានឹងការវាស់វែងអំពីការយល់ដឹងរបស់សិស្សនឹងដែលយើងអាចរំពឹងទុកអញ្ចឹងឱកាសទី2ឱកាសដើម្បីសិក្សារៀនសូត្រធានាថាសិស្សមានពេលវេលាគ្រប់គ្រាន់និងមានវិធីសាស្ត្របង្រៀនដែលមានសមស្របទៅនឹងពេលវេលាជៀសវាងផ្នែកគំនិតក្នុងការវាយតម្លៃដោយផ្អែកលើលក្ខណៈបុគ្គលឬអាងពូជសាសន៍ពណ៌សម្បុរតាមលក្ខណៈផ្សេងជៀសវាងការលំអៀងទៅលើកិច្ចការឬដំណើរការនៃការវាយតម្លៃអញ្ចឹងការលំអៀងនឹងត្រូវបានកាត់បន្ថយដោយមានអ្នកផ្សេងជួយពិនិត្យនឹងការវាយតម្លៃជួយគ្រប់គ្រងសិស្សដែលមានតម្រូវការពិសេសអញ្ចឹងតម្រូវការពិសេសហ្នឹងដូចជាសិស្សនឹងគាត់ខ្សោយខាងការស្ដាប់អញ្ចឹងទៅយើងជួយគ្រប់គ្រងគាត់ដោយឲ្យគាត់នឹងយើងអាចឲ្យគាត់នឹងអង្គុយតុមុខគេអញ្ចឹងទៅដើម្បីឲ្យគាត់ស្ដាប់ឮយើងនិយាយអញ្ចឹងទី6ផលវិបាកនៃវិជ្ជមានអញ្ចឹងផលវិបាកវិជ្ជមានដែលចាក់ទៅចំពោះគ្រូបង្រៀននឹងការបង្រៀននោះគឺនឹងសិស្សមានចំពោះគ្រូបង្រៀនការវិតម្លៃទាមទារចងចាំនៅការពិតការវិតម្លៃទាមទារនៅការបង្ហាញហេតុផលចំពោះសិស្សគឺសំណួរពហុជ្រើសរើសសិស្សចងចាំព័ត៌មានតែងសេចក្តីឬចម្លើយពិសេសបែបវែងសិក្សាពីព័ត៌មានកាន់តែទូលាយនិងតកតងនឹងបណ្ដុំការអនុវត្តការបង្កើតរបស់ជាងស្គាល់ព័ត៌មានឡើងវិញនៅពេលសិក្សាដោះស្រាយបញ្ហាដោយជំរុញទឹកសិស្សឲ្យចេះគិតនិងការអនុវត្តនៅអ្វីដែលគេបានរៀនអញ្ចឹងតើការវិតម្លៃមួយណាល្អជាងចម្លើយជ្រើសរើសតែងសេចក្តីឬដំណោះស្រាយបញ្ហាអញ្ចឹងសិស្សទាំងអស់មានទំនាក់ទំនងការលើកទឹកចិត្តច្រើនក្នុងការសិក្សាប្រសិនបើពួកគេចង់ដឹងអ្វីដែលពួកគេចង់ដឹងនឹងការវិតម្លៃរបៀបក្នុងការបន្ទុកប្រសិនបើពួកគេត្រូវការវិតម្លៃក្នុងភាពយុត្តិធម៌ការវិតម្លៃមានឥទ្ធិពលទៅលើសិស្សស្គាល់គ្រូហើយផ្ដល់ឲ្យពួកគេបាននៅការយល់ដឹងថាគ្រូយកចិត្តទុកដាក់ពួកគេអ្វីដែលគេបានរៀននៅកម្រិតណាអញ្ចឹងកត្តាផ្សេងសម្រាប់ការទទួលការអនុវត្តនិងប្រសិទ្ធភាពនឹងមានន័យថាគ្រូស្គាល់វិធីសាស្ត្របង្រៀន
គ្រប់គ្រងពេលវេលាបានសមស្របភាពស្មុគស្មាញក្នុងការអនុវត្តពេលប្រឡងភាពងាយស្រួលក្នុងការដាក់បន្ទុកភាពងាយស្រួលក្នុងការបកស្រាយនិងការចំណាយលើការប្រឡងគ្រូស្គាល់វិធីសាស្ត្រចឹងគ្រូស្គាល់វិធីសាស្ត្រនឹងស្គាល់ដោយរបៀបណាគ្រូស្គាល់វិធីសាស្ត្រនៃការយល់ដឹងច្បាស់អំពីវិធីសាស្ត្រដែលវាតម្លៃគ្រូអាចជ្រើសរើសនិងប្រើប្រាស់ពីចំណុចខ្លាំងនិងដែនកំណត់របស់ពួកគេអាចបកស្រាយចម្លើយរបស់គេបានត្រឹមត្រូវការរៀបចំវិធីសាស្ត្រវាតម្លៃមិនច្បាស់លាស់ឲ្យខាតពេលវេលាធនធានដែលជាលទ្ធផលនឹងទទួលបានសំណួរឬការតវ៉ាពិសេសពេលវេលាសមស្របអញ្ចឹងពេលវេលាសមស្របគឺជាការសំដៅដល់គ្រូទុកពេលវេលាឲ្យសិស្សធ្វើតេស្តនិងការវាយតម្លៃរបស់សិស្សនឹងឲ្យបានសមស្របពេលវេលាវាអាចប្រែប្រួលអាស្រ័យលើប្រភេទវិធីសាស្ត្រវាយតម្លៃដែលគ្រូកំពុងប្រើភាពស្មុគស្មាញកំឡុងពេលប្រឡងអញ្ចឹងភាពស្មុគស្មាញកំឡុងពេលប្រឡងគឺការណែនាំវិធីសាស្ត្រអនុវត្តការវាយតម្លៃត្រូវច្បាស់លាស់និងងាយស្រួលយល់ការភាពងាយស្រួលក្នុងការដាក់បន្ទុកហ្នឹងគឺសំដៅទៅលើរបៀបវិសាមញ្ញឬការវាយតម្លៃផ្ដល់បន្ទុកឆ្លើយតបទៅការប្រឡងរបស់សិស្សហ្នឹងភាពងាយស្រួលក្នុងការបកស្រាយហ្នឹងគឺជាការយកអត្ថន័យពីកម្រិត1 2ដែលមានភាពងាយស្រួលអញ្ចឹងការធ្វើតេស្តហ្នឹងជាគោលបំណងដែលតទៅនឹងភាពជោគជ័យក្នុងការសិក្សារបស់សិស្សចឹងក្នុងការអនុវត្តនឹងប្រសិទ្ធភាពនេះវាមានការចំណាយអញ្ចឹងការចំណាយវាមិនមែនជាបញ្ហាចម្បងសម្រាប់ការវិតម្លៃរបស់អ្នករៀនទេប៉ុន្តែគ្រូឲ្យពិចារណាក្នុងការវិតម្លៃឲ្យអនុវត្តនៅសម្ភារៈដែលមានក្នុងថ្នាក់អញ្ចឹងទី4បញ្ហាប្រឈមក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងអញ្ចឹងបញ្ហាប្រឈមទី1នោះគឺប្រសិទ្ធភាពក្នុងដំណើរការនៃការធ្វើតេស្តនិងប្រឡងអញ្ចឹងមុនពេលចាប់ដើមប្រឡងនេះយើងអាចប្រាប់សិស្សអំពីដំណើរការប្រឡងឲ្យបានច្បាស់លាស់ពីសំណួរយើងត្រូវបំពេញឈ្មោះយើងត្រូវបំពេញថ្ងៃខែហើយយើងមើលសំណួរណាដែលមានបន្ទុកមើលទៅលើបន្ទុកណាច្រើននឹងទៅបើយើងចេះយើងអាចធ្វើមុនសំណួរណាចេះយើងអាចធ្វើមុនដើម្បីឲ្យទាន់ពេលវេលានិងអាចធ្វើបានហើយគ្រប់សំណួរទាំងអស់ចឹងកំពុងពេលប្រឡងចឹងបន្ទប់មានស្តង់ដារគ្មានសម្លេងរំខានគ្មានភាពឡូឡាពីខាងក្រៅគ្រូអាចប្រាប់ម៉ោងនិងនាទីតាមដំណាក់កាលអញ្ចឹងមុនជិតដល់ពេលបញ្ចប់នៃការប្រឡងហ្នឹងគ្រូអាចប្រាប់សិស្សថាមុន15នាទីនឹងដល់ម៉ោងអីចឹងទៅគួររក្សាភាពស្ងប់ស្ងាត់ក្នុងថ្នាក់ពេលជិតដល់ម៉ោងអីឲ្យគាត់សម្រួលអារម្មណ៍និងធ្វើតាមលទ្ធភាពដែលគាត់អាចធ្វើបានជាក់ស្ដែងការប្រើប្រាស់ក្លិនអញ្ចឹងក្លិនក៏ជាបញ្ហាសំខាន់មួយដែរក្លិនគឺយើងត្រូវជៀសវាងព្រោះវាមានក្លិនវាមានផលរំខានក្នុងការប្រឡងចាអញ្ចឹងសរុបមកលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃក្នុងម៉ោងសិក្សាហ្នឹងលទ្ធផលសិក្សារំពឹងទុកក្នុងម៉ោងសិក្សាការបញ្ស៊ីគ្នារវាងវិធីសាស្ត្រវិតម្លៃនិងលទ្ធផលរំពឹងទៅក្នុងម៉ោងសិក្សាសុពលភាពភាពជឿជាក់សក្តិភាពផលវិបាកវិជ្ជមាននិងការអនុវត្តនិងប្រសិទ្ធភាពអញ្ចឹងលក្ខណៈវិនិច្ឆ័យដែលធានាប្រសិទ្ធភាពក្នុងការវិតម្លៃសិក្សាហ្នឹងមានតែប៉ុណ្ណឹងចាអរគុណច្រើន